บอสซัมเพียលោកនាងកញ្ញាជាទីមេត្រីនាយកប្រតិបត្តិទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក Brett Adam ហៅការចាប់ខ្លួននិងចោទប្រកាន់មន្ត្រីសិទ្ធិមនុស្សនៃសមាគម Ad Hoc ចំនួន4រូបនិងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូបថាជាអំពើខុសច្បាប់លោកថាអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា ACU គួរតែស៊ើបអង្កេតប្រធានអង្គភាពមួយនេះនិងស៊ើបអង្កេតលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអំពីអំពើពុករលួយបាទសូមអញ្ជើញអស់លោកនាងស្ដាប់បទសម្ភាសន៍របស់លោកជីវិតាជាមួយលោក Brett Adam អំពីរឿងនេះដូចតទៅបាទសូមជម្រាបសួរលោក Brett Adam អង្គភាពប្រឆាំងអំពើពុករលួយឬ ACU កំពុងប្រើប្រាស់រឿងស្នេហារវាងអ្នកនាងខុមចន្ទរាទីហៅស្រីមុំជាមួយបុរសម្នាក់ដែលគេចោទថាជាលោកកឹមសុខាមកចោទប្រកាន់មន្ត្រីសិទ្ធិមនុស្សថាពាក់ព័ន្ធនឹងរឿងពុករលួយតើលោកមានទស្សនៈយ៉ាងណាបាទThere's no question of corruption here. It's a question of a វាមិនមានពាក់ព័ន្ធនឹងរឿងពុករលួយអីទេក្នុងករណីនេះវាជាបញ្ហាទំនាក់ទំនងរវាងមនុស្សចាស់ពីរនាក់ពុំមានអ្វីពាក់ព័ន្ធនឹងច្បាប់ប្រឆាំងនឹងអំពើពុករលួយទេតែបើទោះជារឿងនេះទាក់ទងនឹងការប៉ុនប៉ងចំណាយលុយទៅឲ្យនរណាម្នាក់ក៏ដោយក៏ករណីបែបនេះគួរតែប៉ូលីសទេដែលមានតួនាទីចាត់ការរឿងនេះមិនមែនជាការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយឬ ACU ទេតួនាទី ACU គឺជាអ្នកចាត់ការមន្ត្រីរាជការដែលកាប់កេងលុយរដ្ឋឯណោះទេលោកអមយន្តទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយជាបុគ្គលមានទ្រព្យសម្បត្តិច្រើនលោកមានផ្ទះវិឡាដ៏ធំស្កឹមស្កាយមួយស្ថិតនៅបណ្ដោយមហាវិថីព្រះនរោត្តមហើយប្រហែលជាអង្គភាពប្រឆាំងរបស់លោកគួរតែទៅស៊ើបអង្កេតពីទ្រព្យសម្បត្តិរបស់លោកអមយន្តទៀងខ្លួនឯងនោះទើបជាករណីដែលអង្គភាពប្រឆាំងអំពើពុករលួយគួរស៊ើបអង្កេតពួកគេក៏អាចទៅស៊ើបអង្កេតពីទ្រព្យសម្បត្តិរបស់លោកហ៊ុនសែនដែរមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រាប់ខ្ញុំថាលោកហ៊ុនសែនមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ប្រហែល$500 លានសហរដ្ឋអាមេរិកACU អាចស៊ើបអង្កេតថាតើលោកហ៊ុនសែនបានលុយទាំងនោះមកពីណាបើលោកបម្រើការតែជាមន្ត្រីរដ្ឋាភិបាលតែមួយមុខនោះប្រហែលជាអង្គការនេះអាចទៅស៊ើបអង្កេតថាតើមន្ត្រីនគរបាលនិងយោធាជាច្រើនដែលរស់នៅក្នុងវិឡាស្កឹមស្កាយរាប់លានដុល្លារនោះបានលុយពីណាមកនេះហើយជាការងារដែលអង្គភាពនេះគួរធ្វើជាមកពាក់ព័ន្ធនឹងករណីស៊ើបអង្កេតដែលផ្ទុយពីច្បាប់ទី2ការងារស៊ើបអង្កេតនេះច្បាស់ណាស់គឺធ្វើឡើងសម្ដៅកំទេចអង្គការសង្គមស៊ីវិលអង្គការ Ad Hoc ដែលជាអង្គការសិទ្ធិមនុស្សល្បីឈ្មោះលើឆាកអន្តរជាតិត្រូវបានគេដៅដោយសារតែអង្គការនេះបានរិះគន់រដ្ឋាភិបាលអស់ជាច្រើនឆ្នាំមកហើយលោកហ៊ុនសែនបានរងចាំអស់ជាយូរមកហើយក្នុងការចាត់ការលោកថុនសារាយដែលជាប្រធានអង្គការនេះលោកហ៊ុនសែនស្អប់លោកថុនសារាយព្រោះលោកថុនសារាយបានចេញពីគណៈបកប្រជាជនកម្ពុជាកាលពីចុងទសវត្សរ៍ឆ្នាំ80មកធ្វើជាបុគ្គលឯករាជ្យហើយបានបង្កើតជាអង្គការ Ad Hoc ក្នុងសម័យអ៊ុនតាក់ដើម្បីតាមដានស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាហើយធ្វើការងារនេះបានយ៉ាងល្អដោយក្រុមការងាររបស់គាត់ដែរទី3ពួកគេកំពុងស៊ើបអង្កេតអតីតបុគ្គលិករបស់អង្គការ Ad Hoc គឺលោកនីចរិយាដែលបច្ចុប្បន្នត្រូវបានតែងតាំងជាសមាជិកឯករាជ្យក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាកោជបពីព្រោះថាគណៈបកប្រជាជនកម្ពុជាខ្លាចចាញ់ឆ្នោតក្នុងការបោះឆ្នោតលើកនេះដូច្នេះពួកគេត្រូវកម្ចាត់ការព្រួយបារម្ភនេះដើម្បីគ្រប់គ្រងកោជបឆ្ពោះទៅរកការបោះឆ្នោតឆ្នាំ2018ដែលពួកគេអាចឈ្នះដោយការលួចបន្លំស្លឹកឆ្នោតដោយការបោះឆ្នោតឆ្នាំ2013ដែរដូច្នេះនេះគឺជារឿងអាស្រូវហើយរឿងនេះនឹងបំបាក់មុខរដ្ឋាភិបាលពីព្រោះមនុស្សគ្រប់គ្នានៅកម្ពុជាអាចស្វែងយល់បានពីអ្វីដែលកំពុងកើតឡើងបាទបើតាមការយល់ឃើញរបស់លោកតើកិច្ចសន្ទនាស្នេហារវាងស្រីមុំនិងបុរសដែលគេជឿថាជាលោកកឹមសុខាអនុប្រធានគណៈបកសង្គ្រោះជាតិជារឿងបំពានច្បាប់ឬទេបាទOf course it's not. There's a private discussion between two people. ពិតជាមិនមែនទេវាគឺជាកិច្ចសន្ទនាឯកជនរវាងបុគ្គលពីរនាក់អ្នកដែលបានថតសម្លេងនោះគឺប្រហែលជាប្រព្រឹត្តបទអក្រិតនោះហើយគឺជារឿងដែលរដ្ឋាភិបាលត្រូវស៊ើបអង្កេតថាតើខ្សែអាត់សម្លេងនោះលេចធ្លាយជាសាធារណៈដោយរបៀបណាប៉ុន្តែវាមិនមែនជាបទល្មើសទេបើគ្រាន់តែមនុស្សធំម្នាក់សន្យាផ្ដល់អ្វីមួយទៅឲ្យមនុស្សធំម្នាក់ទៀតនោះខ្ញុំក៏មិនយល់ដែរហេតុអីបានជាគ្រាន់រឿងអញ្ចឹងជាបទអក្រិតនោះក្រុមច្បាប់ស្អីវាចម្លែកមែនទែនវាមិនមែនជាបទល្មើសអីទេខ្ញុំសូមឲ្យពលរដ្ឋខ្មែរទៅមើលផ្ទះលោកអមយន្តទៀងនៅមហាវិថីព្រះនរោត្តមហើយសួរលោកអមយន្តទៀងទៅមើលថាតើលោកបានលុយពីណាមកធ្វើផ្ទះនេះ
លោកអមយិនទៀងមិនធ្លាប់ដែលបានកាត់ក្តីបទល្មើសពុករលួយធំដុំរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ណាមួយនោះទេបើទោះជាស្ថាប័នជាច្រើនដែលធ្វើការតាមដានអំពើពុករលួយដូចជាធនាគារពិភពលោកធនាគារអភិវឌ្ឍន៍អាស៊ីអង្គការដំណាភៀបអន្តរជាតិបានរកឃើញករណីពុករលួយជាច្រើននៅកម្ពុជាក៏ដោយកាលពីប៉ុន្មានឆ្នាំមុនប្រធានធនាគារពិភពលោកនៅពេលទៅធ្វើទស្សនកិច្ចនៅកម្ពុជាបាននិយាយថាបញ្ហាទី1នៅកម្ពុជាគឺពុករលួយបញ្ហាទី2គឺពុករលួយទី3ក៏នៅតែពុករលួយដែរអំពើពុករលួយទាំងនេះកំពុងលួចស្បៀងអាហារពីពលរដ្ឋខ្មែរហើយការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាកំពុងលួចលុយពីប្រទេសដ៏ក្រីក្រនេះជារៀងរាល់ថ្ងៃតាមរយៈការកាប់បំផ្លាញនិងការនាំចេញឈើខុសច្បាប់ការប្លន់ដីពីប្រជាពលរដ្ឋនិងរូបភាពដទៃទៀតនៃអំពើពុករលួយហើយលោកអមយិនទៀងមិនដែលបានស៊ើបអង្កេតពីករណីណាមួយក្នុងចំណោមករណីទាំងនេះទេយើងមិនដែលឃើញមានការកាត់ទោសរឿងអំពើពុករលួយរបស់មន្ត្រីជាន់ខ្ពស់នោះទេលុះត្រាតែបុគ្គលនោះជាមនុស្សដែលលោកហ៊ុនសែនមិនទុកចិត្តដូច្នេះលោកអមយិនទៀងមិនមែនជាបុគ្គលដែលប្រឆាំងអំពើពុករលួយមែនទេនោះទេគាត់កំប្លុកកំប្លែងប៉ុណ្ណោះ So Aum Yun Teng is not a serious anti-corruption person. He's a joke. លោកលើកឡើងអំពីបទល្មើសព្រៃឈើប៉ុន្តែលោកអោមយិនទៀងនិយាយថាបទល្មើសព្រៃឈើមិនមែនជាដែនសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយទេតើលោកថាយ៉ាងម៉េចដែរបាទ Of course that's not his competence but listening to private បទល្មើសកាប់ព្រៃឈើមិនមែនជាដែនសមត្ថកិច្ចរបស់គាត់ទេលួចស្ដាប់សម្លេងសន្ទនាឯកជនរវាងមនុស្សពីរនាក់ទើបជាដែនសមត្ថកិច្ចរបស់គាត់ដូច្នេះទាំងនេះហើយជាអ្វីដែលអ្នកគួរដឹងអំពីលោកអមយិនទៀងគាត់មិនមានសមត្ថភាពទេនៅពេលអ្នកខ្លះកាប់ព្រៃឈើដែលខុសច្បាប់ហើយយកទៅលុបបានប្រាក់ចំណេញសន្ធឹកសន្ធាប់សង់ផ្ទះវិឡាស្កឹមស្កៃទិញឡានទំនើបទៅកំសាន្តនៅបរទេសនោះហើយគឺអំពើពុករលួយលុយនោះគួរតែត្រូវចូលរដ្ឋធនាគារជាតិសម្រាប់ការចាយវាយលើសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់និងវិស័យផ្សេងៗទៀតដល់ជនក្រីក្រនៅតាមជនបទនោះហើយជាទម្រង់នៃអំពើពុករលួយដែលអាក្រក់បំផុតជាករណីដែលគួរតែធ្វើឲ្យបុគ្គលដែលប្រព្រឹត្តនឹងលោកអោមយិនទៀងមិនអាចដេកលក់ពីព្រោះនោះហើយជាការងាររបស់លោកអោមយិនទៀងក្នុងការការពារប្រជាពលរដ្ឋពីអំពើពុករលួយទាំងនោះប៉ុន្តែលោកមិនធ្វើទេ and he's not doing it. បាទលោកអោមយិនទៀងគម្រាមចេញដីកានាំខ្លួនបុគ្គលិកអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាមួយរូបដែលជាប់សង្ស័យក្នុងរឿងផ្ដាល់យោបល់ដល់អ្នកនាងខុមចន្ទរាទីនៅពេលមន្ត្រីរូបនោះមិនចូលខ្លួនតាមលិខិតកោះហៅតើលោកយល់យ៉ាងណាបាទ Well, Aum Yun Teng would be making a huge mistake. លោកអោមយិនទៀងនឹងប្រព្រឹត្តទោសកំហុសដ៏ធំមួយការិយាល័យអង្គការសហប្រជាជាតិក្នុងទំនាក់ទំនងជាមួយរដ្ឋាភិបាលនៃគ្រប់ប្រទេសទាំងអស់លើពិភពលោកបុគ្គលិករបស់អង្គការសហប្រជាជាតិមានអភ័យឯកសិទ្ធិប្រសិនបើរដ្ឋាភិបាលកម្ពុជាចាប់ផ្ដើមចាប់ខ្លួនបុគ្គលិកអង្គការសហប្រជាជាតិខ្ញុំសង្ស័យថាអង្គការសហប្រជាជាតិនឹងដកការិយាល័យចេញពីកម្ពុជាមានន័យថាគ្រប់កម្មវិធីអភិវឌ្ឍន៍ទាំងអស់របស់អង្គការសហប្រជាជាតិនឹងស្ថិតក្នុងហានិភ័យដូចជាអង្គការសុខភាពពិភពលោកអង្គការសហប្រជាជាតិស្តីពីជំងឺអេដ UNDP UNICEF អង្គការទាំងនេះហើយនឹងត្រូវពិចារណាឡើងវិញថាតើត្រូវនៅកម្ពុជាឬយ៉ាងណាដូច្នេះប្រសិនបើលោកអោមយិនទៀងប្រព្រឹត្តកំហុសនេះនោះនឹងមានផលពិបាកធ្ងន់ធ្ងរពេលនោះចង់មិនចង់គាត់នឹងបង្កើតព្រឹត្តិការណ៍អន្តរជាតិមួយគឺសារព័ត៌មាននៅលើពិភពលោកនិងផ្សព្វផ្សាយពីរឿងនេះនៅលើទំព័រមុខនៅលើកញ្ចក់ទូរទស្សន៍ហើយនោះនឹងក្លាយជាកំហុសដ៏អាក្រក់បំផុត Then that would be a terrible mistake. បាទផ្ដើមចេញពីព្រឹត្តិការណ៍ប្តឹងផ្ដាល់និងចាប់ដាក់គុកនៅមន្ត្រីបកប្រឆាំងនិងសង្គមស៊ីវិលនេះតើលោកគិតថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចង់បានអ្វីបាទ Well, I think everybody in Cambodia knows what he's trying to do. He's trying to destroy the CNRP. ខ្ញុំគិតថាពលរដ្ឋនៅកម្ពុជាដឹងថាលោកហ៊ុនសែនកំពុងចង់បានអ្វីហើយលោកហ៊ុនសែនកំពុងព្យាយាមកម្ចាត់គណៈបកប្រឆាំងអង្គការឯករាជ្យដែលតាមដាននៅទង្វើរបស់រដ្ឋាភិបាលលោកហ៊ុនសែនកំពុងព្យាយាមនាំកម្ពុជាទៅរកទសវត្សរ៍ឆ្នាំ80មុនពេលមានរដ្ឋធម្មនុញ្ញមុនពេលមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌មុនពេលប្រទេសកម្ពុជាចាប់ផ្ដើមធ្វើដំណើរលើផ្លូវឆ្ពោះទៅរកប្រជាធិបតេយ្យព្រោះលោកហ៊ុនសែនចង់ក្តាប់អំណាចតែឯងហើយច្បាស់ណាស់លោកហ៊ុនសែនខ្លាចគណៈបកប្រឆាំងហើយខ្លាចការពិតដែលគេលាតត្រដាងនៅក្នុងរបាយការណ៍របស់ស្ថាប័នឯករាជ្យដូចជាសមាគមអាហ្វុកជាដើមស្ដីអំពីបញ្ហាផ្សេងៗជាច្រើនខ្ញុំមិនយល់ទេថាហេតុអ្វីបានជាលោកហ៊ុនសែនធ្វើដូច្នេះនៅពេលនេះមើលពីក្រៅទៅលោកហ៊ុនសែនហាក់ដូចជាកាន់អំណាចបានដោយសុវត្ថិភាពលោកបានធ្វើឲ្យលោកសំរងស៊ីរស់នៅនិរទេសខ្លួននៅក្រៅប្រទេស
គាត់បានចាប់ខ្លួនសមាជិកគណៈបកប្រឆាំងច្រើនរូបហើយមួយចំនួនទៀតកំពុងប្រឈមនឹងការចោទប្រកាន់ដូច្នេះខ្ញុំមិនដឹងថាលោកហ៊ុនសែននៅខ្លាចអីទៀតទេលើកលែងតែគាត់គិតថាតំណែងរបស់គាត់ហាក់ដូចជានៅទន់ខ្សោយផុយស្រួយហើយបើគាត់មិនធ្វើអំពើខុសច្បាប់បែបនេះដើម្បីចាត់ការគណៈបកប្រឆាំងនិងអង្គការសង្គមស៊ីវិលឯករាជ្យនោះរូបគាត់លោកហ៊ុនសែននឹងមិនអាចបន្តកាន់អំណាចបានតទៅទៀតទេ independent NGOs that he will not be able to stay in power. បាទសំណួរចុងក្រោយខ្ញុំចង់ដឹងថាតើលោកមានអនុសាសន៍អ្វីបាទ The government needs to just stop. រដ្ឋាភិបាលចាំបាច់ត្រូវបញ្ឈប់ការវាយប្រហារទៅលើសង្គមស៊ីវិលអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការផ្ដោតលើសិទ្ធិមនុស្សទៅលើបុគ្គលដែលកំពុងព្យាយាមធ្វើឲ្យប្រទេសល្អប្រសើរបញ្ហាដែលកំពុងមានឥឡូវនេះវល់អស់ហើយនេះគឺជាពេលវេលាដ៏អាក្រក់បំផុតគិតចាប់ពីសម័យអ៊ុនតាក់មកក្នុងរយៈកាល23ឆ្នាំចុងក្រោយនេះរដ្ឋាភិបាលមិនដែលដើរលើជំហាននេះទេរដ្ឋាភិបាលទទួលទំនុកចិត្តតិចតួចណាស់ពីសហគមន៍អន្តរជាតិនិងទំនុកចិត្តទៀតណាស់ដែរនៅក្នុងប្រទេសកម្ពុជាប៉ុន្តែបើរដ្ឋាភិបាលចង់បានកេរ្តិ៍ឈ្មោះចង់ឲ្យគេចាត់ទុកថារដ្ឋាភិបាលដែលគួរឲ្យទុកចិត្តបាននោះរដ្ឋាភិបាលគួរតែបញ្ឈប់ទង្វើនេះទៅឈប់ឥឡូវនេះតែម្ដង They should stop right now. លោកនាងទើបបានស្ដាប់បទសម្ភាសន៍របស់លោកជីវិតាជាមួយលោកប្រេតអាដាមនៃអង្គការ Human Rights Watch ស្ដីពីរដ្ឋាភិបាលភ្នំពេញចាប់មន្ត្រីសិទ្ធិមនុស្សដាក់ពន្ធនាគារ